នេះគឺជាខ្ញុំធ្វើដំណើរទៅព្រៃគឺមួយថ្ងៃទេគឺទៅគ្នាពីរនាក់ហើយក៏យើងទៅជិះម៉ូតូទៅគឺបំណងគឺទៅមើលចន្ទីទេព្រោះចន្ទីងឹបច្រើនមែនទេយើងទៅនេះក៏សល់ពេលវេលាក៏យើងកាច់តំពាំងព្រឹកមកផ្ទះផងដែរកុំឲ្យខាតតំពាំងព្រឹកគឺតែខែនេះមកព្រៃគឺมันខ្វះបន្លែខ្វះម្ហូបទេលើសមកទៀតដោះមកលើកំពេះទៀតកាច់យកទៅផ្ទះទៅឆាកណ្ដោមុនយើងធ្វើយើងស្រោះវាមកទឹកសិនអាបាត់ល្វីងឆ្ងាញ់នោះកាលមុនខ្ញុំកាច់អាដើមធំៗមកនោះមកដាំងឹបខ្ទេចអស់មកមើលអាជួរនេះគឺងឹបសឹងទាំងអស់ងឹបអស់ហើយសឹងតែទាំងអស់ប្រហែល 4-10 ដើមងឹបខ្ទើចបាទខ្នោតសុកអីទៀតខ្នោតមានរសច្រើនងឹបតិចខ្នោតងឹបអស់តោះពីយើងដើរមើលមកសន្ទុះធំក៏យើងរៀបចំញ៉ាំបាយសិនព្រោះដោយសារអត់បានបាយទេតែពេលព្រឹកហើយក៏យើងបានទិញខ្ទាវមកម្នាក់មកថងដែរហើយក៏ពុកព្រោះអីអត់មកតែពេលព្រឹករហូតដល់ផលជានេះបើជាម៉ោងមិន10ហើយអត់ទាន់បានបាយព្រឹកទេឡូវហូបបាយព្រឹកសិនតាមពិតយើងដាក់បាយទុកទីពេលផ្ទះដែលទេព្រោះយើងមានកណ្ដោព្រោះដោយសារកណ្ដោដាក់យប់មិញហើយក៏យើងមានកណ្ដោទុកថ្ងៃនេះយើងហូបខ្ទាវសិនពេលព្រឹកគឺដាក់ហត់មួយម៉ាត់ថាជាតិមែនទែនបាទខាន់ហូបខ្ទាវយូរហើយក៏ខ្ទាវមានអីឆ្ងាញ់របស់គេតែហើយសាច់ក៏រឹងច្រើនដែរគឺដាក់មួយម៉ាត់គឺជាតិបដ ாய் សាច់តិចបងប្អូនឃើញខំយេតិចថាខ្ទាវទឹកក្រហមមិនតាមពិតខ្ញុំដាក់ម្ទេសទេដាក់ម្ទេសសើមគេណាគឺខ្ញុំចូលចិត្តហូបម្ទេសដែរព្រោះដោយសារអត់ម្ទេសហូបបាត់ឆ្ងាញ់បដ ாய் គេក៏យើងដាក់មួយម៉ាត់គឺថាជាតិបដ ாய்គេថាដាក់មួយម៉ាត់ធំគឺថាអូជាតិណាស់ខានយូរគឺហិលមុំហិលបើអ្នកមិនเป็นម្ទេសគេដាក់ប៉ុណ្ណឹងគឺដឹងថាហិលទឹកថ្មិចទឹកសម្បូរប៉ុន្តែខ្ញុំធម្មតាទេមកល្មមទេពេលខ្ញុំមកចូលចិត្តម្ទេសដែរនេះក៏សាច់ដាក់មួយម៉ាត់គឺថាបន្ទាប់ពីយើងហូបរួចក៏យើងដើរឆ្លៀតពេលកាច់តំពាំងមកសន្ទុះថាដោះច្រើនដែរខែហ្នឹងព្រោះវាធ្លាក់ភ្លៀងគឺថាធំល្អពុទ្ធសាសមានពេលកាច់ទេឡើយថាមើលចន្ទីរៀបចន្ទីហ្នឹងហើយវីដេអូក៏មានតែប៉ុណ្្នឹងទេសូមជួយ share និង follow ម្នាក់មួយផងបានពេលវីដេអូថ្មី